ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរអំពីមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសប៉ុន្តែខ្ញុំសូមចាប់ផ្ដើមពីមេរៀនទី1គឺអក្សរក្រមនៃភាសាអង់គ្លេសអញ្ចឹងមកមើលជាមួយខ្ញុំទាំងអស់គ្នាជាទូទៅនៅក្នុងភាសាអង់គ្លេសគឺមានតួអក្សរឬក៏អក្សរក្រមមាន26តួដែលនៅក្នុង26តួនោះគេបែងចែកជា2បាទទី1គឺព្យញ្ជនៈហើយទី2គឺស្រៈដែលព្យញ្ជនៈគឺមាន21តួហើយស្រៈមានចំនួន5តួហើយនេះគឺជាតួអក្សរក្រមពី A ដល់ Z បាទដែលក្នុងនេះមាន2ប្រភេទមួយជាអក្សរធំបាទហើយមួយទៀតជាតួអក្សរតូចបាទអញ្ចឹងអ្នកនរអាចអានពីក្រោយខ្ញុំបានបាទអញ្ចឹងខ្ញុំអានពីតួអក្សរទី1រហូតដល់តួអក្សរទី26បាទអញ្ចឹងចាប់ផ្ដើម A B C D E F G H I J K L M N O P Q R S T U V W X Y Z ឬក៏ Z បាទអញ្ចឹងនឹងគឺជាការអានបាទពីតួអក្សរ A រហូតដល់តួអក្សរ Z អញ្ចឹងនៅក្នុងហ្នឹងគឺមានស្រៈចំនួន5ក្រៅពីហ្នឹងគឺព្យញ្ជនៈទាំងអស់ដែលស្រៈហ្នឹងគឺមាន A E I O U តួអក្សរបាទតួអក្សរជាស្រៈបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាទអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តអ្នកនរគ្នាអាចជួយចុច follow ហើយនិង like ហើយកុំភ្លេច share ទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងជួបគ្នាមេរៀនទី2តួអក្សរ A បាយបាយ